ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានអ្វីពិសាបាយដែរចំណែកឯផ្ទះនាងខ្ញុំថ្ងៃនេះបានសម្លម្ជូរគ្រឿងសាច់គោដែលបងជាមួយបន្លែមានដូចជាត្រប់ហើយនិងត្រកួនអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនអញ្ជើញទៅមើលពីរបៀបដែលនាងខ្ញុំស្លសម្លម្ជូរគ្រឿងសាច់គោទាំងអស់គ្នាមកនាងខ្ញុំដាក់ឆ្នាំងនៅលើចង្ក្រានទុកវាឲ្យក្តៅបន្តិចរួចចាក់ប្រេងឆាចូលទៅរួចដាក់ខ្ទឹមសចូលកូរវាឲ្យរាងឈ្ងុយបន្តិចបើសិនជាអ្នកទាំងអស់គ្នាបុកគ្រឿងដោយខ្លួនឯងមិនចាំបាច់រំលីងខ្ទឹមបន្ថែមទេដោយសារតែនាងខ្ញុំទិញគ្រឿងដែលគេកិនស្រាប់មកទៅនាងខ្ញុំរំលីងខ្ទឹមសបន្ថែមខ្ទឹមសដែលយើងបានរំលីងវាឡើងពណ៌ល្មមហើយចាក់ម្ទេសផ្លោកក្រៀមដែលយើងបានកិនរួចចូលរួចកូរវាឲ្យឡើងក្រហមបងប្អូនបើសិនជាយើងចង់ឲ្យពណ៌សម្លរបស់យើងក្រហមស្អាតយើងត្រូវកូរម្ទេសយើងឲ្យក្រហមល្អដែរក្រហមប៉ុណ្ណេះហើយនាងខ្ញុំក៏ដាក់ប្រហុកចិញ្ច្រាំចូលកូរវាឈ្ងុយរំលង10ផ្ទះតែម្ដងបងប្អូនរួចសម្ដាក់គ្រឿងបុករបស់យើងចូលដែលមានដូចជាគល់ស្លឹកគ្រៃរំដេងរមៀតខ្ទឹមសនិងស្លឹកក្រូចសើចរំលីងគ្រឿងទៅមកដើម្បីកុំឲ្យខ្លោចបាត់ឆ្នាំងពេលដែលគ្រឿងឡើងឈ្ងុយហើយសម្ដាក់សាច់ចូលកូរគ្រឿងរបស់យើងនិងសាច់គោឲ្យបានសព្វចូលគ្នារួចទុកវាប្រហែលជា5នាទីទុកឲ្យសាច់គោរបស់យើងរាងឆ្អិននិងដាច់ទឹកប្រៃរួចសម្ដាក់គ្រឿងបន្ថែមរសជាតិចូលទៅពេលដែលយើងរំលីងសាច់របស់យើងអត់ដាច់ទឹកប្រៃទេវាធ្វើឲ្យសម្លរបស់យើងមានក្លិនឆ្អាបនិងធុំគោខ្លាំងមើលតែរៀងដាច់ទឹកបន្តិចហើយនាងខ្ញុំក៏បានបន្ថែមគ្រឿងចូលមានដូចជាអំបិល1ស្លាបព្រាបាយប៊ីចេងបន្តិចបន្ទាប់មកនាងខ្ញុំដាក់ស្ករត្នោតខ្មែរយើងមិនថាស្លសម្លអីបងប្អូននាងខ្ញុំចូលចិត្តប្រើស្ករត្នោតខ្មែរយើងជាងស្ករសព្រោះពេលដាក់ស្ករត្នោតទៅមានរសជាតិឆ្ងាញ់និងក្លិនឈ្ងុយជាងកូរច្របល់សាច់និងអំពិលទុំឲ្យសព្វចូលគ្នារួចហើយនាងខ្ញុំបន្ថែមទឹកដើម្បីរំងាស់សាច់គោយើងឲ្យផុយរំងាស់ប្រហែលជាកន្លះម៉ោងឃើញថាវារាងផុយហើយនាងខ្ញុំកំងត្រប់ចូលតែម្ដងសម្រាប់នាងខ្ញុំចូលចិត្តត្រប់ដែលរាងផុយបន្តិចចឹងហើយបានជានាងខ្ញុំដាក់វារំងាស់មុនតកួនសម្លមួយមុខនេះគឺជាសម្លដែលមានរសជាតិឆ្ងាញ់ឲ្យតែស្លម្ដងណាបាយមិនក្រោម2ចានទេឲ្យញ៉ាំពី3ថ្ងៃជាប់គ្នាក៏អត់ត្រឡប់ដែរបងប្អូនគឺថានាងខ្ញុំចូលចិត្តសម្លម្ជូរគ្រឿងសាច់គោនេះខ្លាំងមែនតើងាកមកមើលសម្លយើងវិញឃើញតែត្រប់ហើយនឹងសាច់គោរបស់យើងផុយល្អហើយនាងខ្ញុំក៏បង់តកួនចូលទុកឲ្យសម្លយើងពុះមួយរំពុះរួចបង់ស្លឹកកន្ទ្រោបចូលទៅកាលនៅពីតូចឲ្យតែប៉ាស្លសម្លម្ជូរគ្រឿងឲ្យញ៉ាំម្ដងហ្នឹងតែពីអ្នកបងប្អូនជិះកង់ទៅទិញនំបញ្ចុកយកមកស្រូបហើយរវល់តែចាស់គាត់សើចថាមិនដែលឃើញអ្នកណាយកនំបញ្ចុកមកស្រូបជាមួយសឡំជូរគ្រឿងអញ្ចឹងទេចុងក្រោយនេះនាងខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយក៏សូមអភ័យទោសបើសិនជារបៀបស្លរបស់នាងខ្ញុំឬក៏កាយវិការរបស់នាងខ្ញុំមិនសមរម្យត្រង់ណាមួយបើបងប្អូនចូលចិត្តរបៀបធ្វើម្ហូបរបស់នាងខ្ញុំសូមជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលា